សួស្តីអ្នកនរគ្នានេះគឺជាវីដេអូតាំងពួកខ្ញុំទៅដើរលេងនៅដើមឆ្នាំខែ5មកការដើរលេងមួយនេះគឺនៅក្នុងប្រទេសចិនគឺគេឈប់នៅរយៈពេល5ថ្ងៃដែលគឺគេឈប់ដើម្បីទិវាពលកម្មនៅក្នុងប្រទេសចិនគឺគេឈប់5ថ្ងៃពេញតែម្ដងពីថ្ងៃ1ដល់ថ្ងៃ5ហើយពួកខ្ញុំក៏រៀបដំណើរកំសាន្តទៅលេងនៅយូនណានពួកខ្ញុំចេញទៅថ្ងៃ1ហើយនៅតាមផ្លូវគឺគេមានដើមឈើចឹងរហូតអាកាសធាតុនៅនេះក្តៅអ្នកពួកខ្ញុំនៅកងស៊ីដល់ពេលទៅដល់អ៊ីនណានគឺថាត្រជាក់មែនតើកាពិតពួកខ្ញុំទៅខែប្រាំងឯប៉ុន្តែអត់ដឹងមកនិយាយថានៅក្នុងខែអ៊ីនណាននោះវាភ្លៀងជាប់គ្នាពេលដែលពួកខ្ញុំទៅនោះគឺអាកាសធាតុអត់ល្អឯងវាភ្លៀងហើយវាខ្យល់ចឹងទៅវាពិបាកដើរមែនតើហើយពួកខ្ញុំត្រូវទៅឈរច្រកនៅ 18B និង 19B ដើម្បីចុះទៅអតេះភ្លើងចឹងពេលដែលយើងទិញសំបុត្ររថភ្លើងគេនឹងសរសេរប្រាប់នៅលើហ្នឹងថាពួកយើងត្រូវទៅតម្រង់ជួរនៅច្រកទ្វារមួយណាដើម្បីចុះទៅរថភ្លើងហើយពេលដែលយើងចុះទៅហ្នឹងគឺគេនឹងប្រាប់យើងមកតង់ទៀតថាយើងត្រូវទៅអតេះភ្លើងប្រអប់មួយណាដើម្បីទៅអង្គុយកន្លែងកៅអីដែលលេខរបស់យើងនឹងផ្ទាល់អញ្ចឹងពេលទៅដល់ហ្នឹងគឺគេនៅខាងក្រោមនេះគឺគេនឹងសរសេរហើយថាពួកយើងត្រូវនៅប្រអប់ទីម៉ានហើយប្រអប់ពួកខ្ញុំគឺនៅប្រអប់ទី10វាមានច្រើនដោយសារកន្លែងខ្លះអតេះភ្លើងខ្លះវាលេខ7លេខ10លេខ2អញ្ចឹងទៅអញ្ចឹងគេនឹងប្រាប់យើងហើយអញ្ចឹងបើយើងលេខ10យើងឈរកន្លែងលេខ10ហ្នឹងទៅហើយយើងចូលទៅដល់យើងចូលកន្លែងអង្គុយទៅបានហើយការទិញសំបុត្ររថភ្លើងអីហ្នឹងគឺពួកខ្ញុំប្រើតែប៉ាសពតហើយពេលដែលយើងយកទៅប៉ាសពតយើងទៅដាក់កន្លែងចូលហ្នឹងគឺយើងទៅរកកន្លែងដូចកន្លែងប៉ូលីសធ្វើការហ្មងអញ្ចឹងទៅគេនឹងស្កេនឲ្យយើងហើយយើងអត់អាចទៅតាមជនជាតិចិនដែលគេគ្រាន់តែដាក់អត្តសញ្ញាណប័ណ្ណស្កេនបានទេហើយនៅតាមផ្លូវគេគឺព្រៃព្រឹក្សារហូតតែម្ដងអញ្ចឹងដំណើរកំសាន្តនេះគឺពួកខ្ញុំទៅលេងតាលី3ថ្ងៃនិងលីចាង1ថ្ងៃគឺនៅក្នុងខេត្តអ៊ីណាទាំងពីរក្នុងហ្នឹងគឺគេមានឲ្យយើងកន្លែងឆុងមីហើយស្រែគេមានទឹកក្តៅ24ម៉ោងហ្មងអញ្ចឹងពួកយើងចង់ឆុងពេលណាក៏បានដែរហើយនេះគឺជាបន្ទប់ទឹកគេអញ្ចឹងពេលយើងឆុងមកមីកូនយើងចាក់នៅកន្លែងឡាបូគេអញ្ចឹងណាចឹងនិយាយទៅគឺជាត្រាហ្នឹងបាច់ភ័យថារឿងអត់បានចូលបន្ទប់ទឹកអីនិយាយទៅបន្ទប់ទឹកគេមានហើយរបស់ញ៉ាំនៅលើហ្នឹងក៏គេមានលក់ដែរប៉ុន្តែយើងចង់យកមកខ្លួនឯងក៏បានដែរពួកឯងនៅលក់នៅលើហ្នឹងអាចវារៀងថ្លៃជាងនៅក្រៅចឹងបន្ទាប់ពីពួកខ្ញុំជិះអស់រយៈពេល7ម៉ោងហើយក៏ពួកខ្ញុំបានមកដល់តាលីជាស្ថាប័នហើយចឹងពេលដែលពួកខ្ញុំចូលមកដល់តាលីហ្នឹងគឺពួកយើងទៅហៅកន្លែងបងចាក់ដែលគាត់ឈរនៅកន្លែងហ្នឹងយើងហុចប៉ាសពតគាត់ទៅបានយើងចេញទៅខាងក្រៅបានដូចយើង check in check out អីចឹងណាហើយបន្ទាប់ពីពួកខ្ញុំទៅស្ថានភាពដាក់វ៉ាលីដាក់អីហើយរៀបចំខ្លួនហើយពួកខ្ញុំក៏ហៅឡានទៅបន្តទៀតទៅកន្លែងដើរលេងដើម្បីកុំឲ្យខាតអញ្ចឹងពួកខ្ញុំទៅកន្លែងដើរលេងហ្នឹងហើយកន្លែងស្ពានកន្លែងហ្នឹងក៏គេល្បីមួយដែរអញ្ចឹងពួកខ្ញុំទៅលេងកន្លែងហ្នឹងថតអីហើយប៉ុន្តែអកុសលអីគឺថាពេលទៅដល់គឺភ្លៀងខ្លាំងមែនតើអញ្ចឹងពួកខ្ញុំថតបានតែប្រហែលប៉ុយពួកអីក្រោយមកវារៀងរាំងហើយវាមេអាងឹតផងបន្ទាប់ពីពួកខ្ញុំថតចប់បានពួកខ្ញុំទៅនាំគ្នាទៅញ៉ាំអីប៉ុន្តែនេះគឺជាទេសភាពមុនពួកខ្ញុំចុះទៅដល់កន្លែងថតនឹងហើយក៏មុនតន់ភ្លៀងដែរដល់ពេលភ្លៀងនិយាយថាក្រោយពួកខ្ញុំចុះពីលើឡានភ្លៀងគឺចាប់ដើមភ្លៀងបណ្ដោយនិយាយទៅរៀងសោយដែរ